ចាបងប្អូនទាំងគ្នានិយាយពីខារពឹសនោះរពឹសហ្មងបងប្អូនទាំងគ្នាចាអាថ្ងៃក្តៅចេះនោះបងប្អូនគាត់ទៅសារឆៃប៉ូវគាត់ហើយការហាលរបស់គាត់គឺតិចតួចចាគឺហាលលើមាត់ពីងតែម្ដងបងប្អូនទាំងគ្នាចាអញ្ចឹងណាទុកគ្រាន់ណាជាអាហារប្រចាំគ្រួសាររបស់យើងតែប៉ុណ្ណោះបងប្អូនទាំងគ្នាចាអរគុណតោះមកលួចថតបងទៀតដែរបងប្អូនទាំងគ្នាចាឃើញគាត់កំពុងតែកវេមកវាមកូវិតហ្នឹងមិនដឹងស្អីទេណាដល់ពេលខ្ញុំទៅដល់ឃើញកំពុងតែអុំកបងប្អូនទាំងគ្នាចាហើយដល់ពេលអញ្ចឹងទៅខ្ញុំឃើញគាត់កំពុងតែអុំករើសស្រូវរើសអីអញ្ចឹងទៅខ្ញុំក៏ចាប់ដើមទាញកាមេរ៉ាលួចថតគាត់តែម្ដងបងប្អូនទាំងគ្នាចានឹងឲ្យបញ្ហាស្ត្រីខ្មែរចាស្ត្រីខ្មែរគឺអុំកអញ្ចឹងបងប្អូនទាំងគ្នាបន្តមកគាត់ទៅយកចំណេះមន់ផ្សេងហូបទៅហែងចាថ្ងៃនេះម៉ែខ្ញុំកំងទិញសាច់ជ្រូកចាធម្មជាតិចាចិញ្ចឹមដោយកសិករយើងតែម្ដងបងប្អូនទាំងគ្នាហើយកំងនេះបែរថ្លៃណាស់ចា10គីឡូឡើងទៅម៉ែថ្លៃហូបចុះហើយក្នុងការកំងនេះមិនយកធ្វើអីបងប្អូនយកដាក់ក្នុងទូយកទឹកហូបបងប្អូនទាំងគ្នាអត់ដឹងមិនបងប្អូនទាំងគ្នាប្រហែលថ្ងៃនេះគឺឃ្លានតែមួយជូរនឹងឯងបងប្អូនទាំងគ្នាហើយខែនេះគឺជាខែរដូវក្តាប់ស្វាយផ្លែឲ្យបងប្អូនទាំងគ្នាហើយអញ្ចឹងខ្ញុំក៏នឹកឃើញថាអូប្រហែលថ្ងៃមុនក៏ហូបហើយថ្ងៃនេះក៏ហូបទៀតអញ្ចឹងបងប្អូនចាអញ្ចឹងក៏ខ្ញុំទៅចិញ្ច្រាំប្រហុកចាធ្វើទឹកត្រីស្ករហូបតែម្ដងបងប្អូនទាំងគ្នាចានិយាយថាពីឆ្ងាញ់អូឆ្ងាញ់យកតែម្ដងបងប្អូនទាំងគ្នារសជាតិមកអេហ្មងណានិយាយកាត់ថ្លៃអត់បានហើយម្ដាយខ្ញុំគាត់ឃើញខ្ញុំហូបមួយជូររាល់ថ្ងៃអញ្ចឹងណាគាត់ថាខ្ញុំក្បាលរឹងហើយខ្ញុំប្រាប់វិញថាមិនមែនក្បាលរឹងក្បាលតន់តែចាបងប្អូនទាំងគ្នាឥឡូវនេះម៉ែខ្ញុំកំពុងតែកាន់ការទឹកទៅដងស្អីទៀតណាបងប្អូនដើរប៉ាំងពើទៅឲ្យបងប្អូនទាំងគ្នាចាហើយគាត់ជឿប៉ុណ្ណឹងហើយគាត់នៅអត់ចេះស្ងៀមទេបងប្អូនខ្ញុំសើហ្មងនិយាយមែនឥឡូវគាត់តុកតាក់ជាមួយចំណីជ្រូកចំណីមាន់គាត់ទៀតបងប្អូនទាំងគ្នាអញ្ចឹងមិនថាចាស់គឺរពុះដៃតែម្ដងបងប្អូនទាំងគ្នាក្រៀកស្អីទៀតហើយបងប្អូនអើយចាហើយនៅក្នុងគ្រួសាររបស់ខ្ញុំគឺបើអត់ម៉ែខ្ញុំធ្វើទេអត់មានណាធ្វើទេបងប្អូនទាំងគ្នាចាម៉ែដៃមេដាដៃ100ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាបងប្អូនឃើញជើងគាត់ដើរយ៉ាងប៉ាំងពីហ្នឹងដោយសារគាត់ឆ្លោះពេកបងប្អូនទាំងគ្នាហើយគាត់ប្រឹងមកយកឆៃប៉ូវយកទៅទុកណាបងប្អូនទាំងអស់គ្នាហើយឆៃប៉ូវហ្នឹងគាត់ធ្វើហ្នឹង3 4ថ្ងៃបងប្អូនចាគាត់ហាត់រូតាទៅស្ងួតអញ្ចឹងណាហើយឲ្យខ្ញុំទៅធ្វើខ្ញុំចាខ្ញុំចង់យកទុកដែរក៏ប៉ុន្តែដោយសារខ្ញុំយកអត់កើតបងប្អូនខ្ញុំខ្លាចកពុបអស់អញ្ចឹងណាបងប្អូនម៉ែខ្ញុំម៉ែនេះគាត់ហូបផ្លែទឹកដោះហើយខ្ញុំសួរគាត់ថាម៉ែអញហូបអីគេអញ្ចឹងណាដល់ពេលគាត់ឆ្លើយថាហូបមើមយីគិតទៅហើយផ្លែទឹកដោះហ្នឹងគឺប្អូនរបស់គាត់ឲ្យអញ្ចឹងណាបងប្អូនតើគ្នាឲ្យមកថងមកហើយដោយសារឃើញគាត់មកពីធ្វើការអញ្ចឹងទៅយ៉ាងហត់ហ្នឹងគាត់មកដាក់មួយចាធ្លាប់តែរហ័សរហួនចាគឺបាច់កន្លែងនោះអញ្ចឹងណាបងប្អូនតើគ្នាដោយសារថ្ងៃនេះអត់បាច់ដូចមុនទេបងប្អូនដោយសារគាត់ដើរចំពប់ទៅជើងគាត់ឆ្លោះបងប្អូនតើគ្នាឥឡូវគាត់ដើរចាស់ឈើកាន់ឈើច្រត់បងប្អូនតើគ្នាចាថ្ងៃនេះម៉ែក៏ប្រាប់ថាឲ្យខ្ញុំឆាគ្រឿងសាច់មាន់បងប្អូនទាំងគ្នាចាហើយដល់មកខ្ញុំក៏ធ្វើតាមអ្វីដែលគាត់ប្រាប់អញ្ចឹងណាបងប្អូនទាំងគ្នាហើយការឆាគ្រឿងរបស់ខ្ញុំគឺមានកោះទឹកគ្រៃមានល្មៀតមានអីមានម្ដេងមានស្លឹកក្រូចសើចអីអញ្ចឹងទៅណាបងប្អូនទាំងគ្នាបុកលេឡំចូលគ្នាទៅគ្រឿងក្រូចអញ្ចឹងទៅហើយបន្តមកខ្ញុំលាងខ្ទះឲ្យស្អាតហើយខ្ញុំក៏ចាប់ផ្ដើមយកមកបំពងគ្រឿងរបស់យើងតែម្ដងហើយយើងឃើញថាម្ហូបយើងគឺឆ្អិនហើយបងប្អូនទាំងគ្នាឆាគ្រឿងខ្ញុំចង់ថតជ្រូក200ហ្នឹងដាក់ថ្លឹងជីងហ្នឹងម៉ែខ្ញុំថតហើយប៉ុន្តែអត់តាន់ផុសខ្ញុំចង់ថានេះធម្មជាតិមនុស្សចាស់ក៏ចិញ្ចឹមហើយសុទ្ធជ្រូក